សូមជូននិទានរឿងវិមានមរណៈបង្កក់បណ្ដាសានាងព្រែផ្កាថ្មរាត្រីយប់ថ្ងៃសៅរ៍មួយនៅជាក្រុងភ្នំពេញគឺជារាត្រីដ៏ស្ងប់ស្ងាត់គួរឲ្យព្រឺព្រួយដែលខុសគ្នាស្រឡះពីភាពអ៊ូអរនៃទីក្រុងក្បែរបង្កក់ដែលបាត់បង់ភាពរុងរឿងរបស់ខ្លួនយូរមកហើយមានវិមានចាស់ទ្រុឌទ្រោមមួយឈរខ្ពស់ត្រដែតក្រោមទន្លឺព្រះច័ន្ទរៀងត្រីសៅរ៍វិមាននោះត្រូវបានគេស្គាល់ថាវិមានមរណៈបង្កក់ជាអតីតគេហដ្ឋានរបស់មន្ត្រីបារាំងសម័យអាណានិគមដែលត្រូវបានគេបោះបង់ចោលតាំងពីអំឡុងឆ្នាំ1970មកម្ល៉េះរថយន្តទេសចរណ៍មួយគ្រឿងបានចតនៅក្រោមដើមស្វាយធំមួយដើមដែលមានស្លឹកដូយ៉ាបិទបាំងផ្លូវយុវជន4នាក់បានចុះពីរថយន្តទី1រិទ្ធជាអ្នកដឹកនាំក្រុមនិងជានិស្សិតផលិតភាពយន្តទឹកមុខពេញដោយភាពក្លាហានដែលមើលទៅដូចជាការល្ងង់ខ្លៅទី2សូភាជាគូស្នេហ៍របស់រិទ្ធមានភាពភ័យខ្លាចបន្តិចបន្តួចតែមិនចង់ឲ្យគេថាជាមនុស្សទន់ខ្សោយនៅកនាងមានខ្សែអំបោះបន្តោងព្រះអង្គទួយមួយដែលយាយនាងបានឲ្យទី3ដាវីនជាអ្នកប្រកាន់ហេតុផលនិងជានិស្សិតប្រវត្តិសាស្ត្រគេមកទីនេះដើម្បីស្រាវចម្ងល់តាមបែបវិទ្យាសាស្ត្រមិនមែនដើម្បីរឿងខ្មោចលងឡើយទី4ពិសិដ្ឋជាយុវជនមានជំនាញខ្មោចព្រាយខ្លាំងជាងគេស្លៀកកន្សែងយន្តមួយនៃចង្កេះហើយកាន់ពេលដៃញាប់ញ័រយីពិសិដ្ឋអញស្លៀកអាវរងាអីបែកក្តៅអញ្ចឹងរឹតសួរដោយសារចំអកពេលឃើញពិសិដ្ឋស្លៀកអាវយឺតវែងជិតកអាវនេះគ្រូខ្ញុំឲ្យគាត់ថាមានបារមីការពារពីព្រាយកាចឬគេថាវិមាននេះមាននាងព្រាយផ្កាថ្មលងពូកែណាស់ពិសិដ្ឋឆ្លើយដោយសម្លេងខ្សោយដាវីនបោះសម្ដីថានាងព្រាយផ្កាថ្មរឿងនិទានចាស់តាំងពីសម័យបារាំងមកម្ល៉េះនាងគ្រាន់តែជាស្រីស្នំរបស់លោកអាណាព្យាបាលណាម្នាក់ដែលស្លាប់ដោយរោគអាភ័យភាគហើយត្រូវគេបំផ្លាញឲ្យទៅជាព្រាយកាចដើម្បីកុំឲ្យគេមករករៀនទេនេះតែប៉ុណ្ណោះរិទ្ធដាវសម្ដៅទៅទ្វារដៃចាស់ដែលច្រេះស៊ីហើយយកកាមេរ៉ាយប់ Night Vision មកកាន់មិនថាជារោគអាភ័យភាគឬព្រាយកាចទេយប់នេះយើងនឹងដឹងការពិតណាគេមិនហ៊ានអាចចាំនៅក្នុងឡានបានសូភាឈោងចាប់ដៃរិទ្ធយ៉ាងណែនខ្ញុំធ្វើជាមួយបងតែយើងមិនត្រូវនៅយូរពេកទេពិសិដ្ឋស្ទើរតែស្រក់ទឹកភ្លៀងតែដោយសារតែការផ្នើយកលុយដ៏ច្រើននោះទើបគេបង្ខំចិត្តដើរតាមគេពីក្រោយបងអស់ទ្វារវិមានបានបើកដោយសំឡេងគោះក្រឹកដោយសំឡេងឆ្អឹងបាក់ក្លិនដីផ្អាប់ធូលីនិងក្លិនអ្វីមួយយ៉ាងដូចជាផ្កាក្រអូបចាស់ស្អុយបន្តិចបានសាយភាចេញមកចិញ្ចៀងបេតុងដ៏ធំមានស្លាកស្នាមប្រេះស្រាំច្រើនកន្លែងនៅលើទ្វារនិងបង្អួតខ្លះគេឃើញមានស្លាកស្នាមយន្តតែគូដោយធួងចាស់តែត្រូវបានខ្យល់ភ្លៀងលុបបាត់ជីតអស់ទៅហើយដាវីនកាន់ពិលឆ្លោះមើលជំវិញមើលទៅគេធ្លាប់ព្យាយាមបិទទ្វារវិញ្ញាណហើយនៅទីនេះយន្តនេះជាយន្តសម្រាប់ឃុំឃាំងមីមុតរិទ្ធសើក្អាកក្អាយបើឃុំឃាំងពូកាយមិនក៏វិមាននេះនៅតែល្បីថលុំម្លេះគេចុចចាប់ដើមថតពួកគេបានឡើងទៅជាន់ទី2ដែលមានបន្ទប់ជាច្រើននៅទីនោះកំរាលឈើគ្រឿមបានលាន់សំឡេងត្រឺតរយពេជាន់នៅចុងសាលធំមានបន្ទប់មួយតែមានទ្វារបិទជិតជាងគេហើយមានខ្សែអំបោះបូកគល់បន្សល់ទុកនៅលើស៊ុមទ្វារពិសិដ្ឋចាប់ផ្ដើមញ័រខ្លួនខ្លាំងខ្ញុំថាយើងទៅវិញទៅខ្ញុំចាប់ផ្ដើមឈឺក្បាលហើយរំពេចនោះសូភាស្រែកតិចរិទ្ធមើលនោះនាងចង្អុលទៅលើជញ្ជាំងស្នាមក្រញាំដៃ5បាំងបន្សល់ទុកនៅស្លាកស្នាមប្រឡាក់ដោយវត្ថុរាវពណ៌ក្រហមចាស់ដូចជាឈាមដែលទើបតែលេចចេញនៅលើជញ្ជាំងដែលមុននេះមិនមានអ្វីសោះពេលដែលដាវីនយកពិលទៅជិតស្នាមនោះក៏ចាប់តាមរលាយបាត់ចូលទៅក្នុងបេតុងវិញទុកឲ្យសល់តែសំណើមត្រជាក់ដាវីនលេបទឹកមាត់សេតនាភាពចូលខ្លាំងណាស់រិទ្ធទាញកាមេរ៉ាទៅថតចំណុចនោះតែញ័រនេះជាអ្វីដែលយើងត្រូវការ
เพียบเปิดនៅពេលនោះសំឡេងក្រហឹមពីជាន់ក្រោមក៏លាន់លឺឡើងដូចជាសំឡេងទុកតួធំត្រូវបានក្រឡាប់ផ្ងាភ្លាមនោះក្លិនក្រអូបស្អុយដូចជាផ្ការាត្រីចាស់ក៏កាន់តែខ្លាំងឡើងរហូតដល់ថ្នាក់ជប់ច្មោះពិសិដ្ឋលុតជង្គង់ចុះហើយចាប់ដើមរអ៊ូរមិលគេថាដែលគេធ្លាប់រៀនពីគ្រូបន្សាត់ខ្មោចអូមព្រះពុទ្ធោកុំបៀតបៀនពងឃ្លាមអីយើងមកត្រឹមតែសំឡេងសើចខ្សោដល់ក្រនោះមួយបានបន្លឺឡើងចំពីមុខបន្ទប់បិទជិតនោះសំឡេងនោះហាក់ដូចជាលាយឡំដោយភាពសោកសៅនិងភាពខរខៅដែលមិនអាចវាស់វែងបានរិទ្ធទាញកាមេរ៉ាទៅរកទិសដៅសំឡេងក្នុងអេក្រង់កាមេរ៉ាដែលមានពន្លឺបៃតងស្រាលគេឃើញមានរាងសម្រាប់ស្ត្រីម្នាក់ឈរបាំងទ្វារនាងស្លៀកសម្លៀកបំពាក់រូបសូត្រពណ៌សចាស់តែពោពេញទៅដោយស្នាមប្រឡាក់ខ្មៅពិសេសជាងនេះទៅទៀតគេមិនអាចមើលឃើញមុខនាងច្បាស់ឡើយហាក់ដូចជាមានអ្វីមួយយ៉ាងបាំងបិទមុខរបស់នាងដាវីនរត់មកអូដៃពិសិដ្ឋដែលនៅតែអង្គុយរអ៊ូចេញត្រូវតែចេញពីទីនេះឥឡូវនេះតែវាហាក់ដូចជាហួសពេលទៅហើយរាងកាយពិសិដ្ឋបានស្រុតចូលទៅលើកម្រាលអ៊ីតយ៉ាងលឿនហើយដៃដែលកាន់ពើនោះក៏របួសធ្លាក់ចុះភ្នែករបស់គេបើកធំសម្លឹងទៅលើពីដានដោយភាពតក់ស្លុតគ្មានទីបញ្ចប់ពិសិដ្ឋបានស្លាប់បាត់ទៅហើយដោយគ្មានស្នាមរបួសអ្វីទាំងអស់ក្រៅពីទឹកមុខដែលបង្ហាញពីភាពភ័យខ្លាចដ៏រន្ធត់បំផុតរឹតដាវីននិងសូភីបាននាំគ្នារត់ឡើងទៅជាន់ទី3ដោយមិនហ៊ានគិតដល់សពពិសិដ្ឋពួកគេដឹងថាវិញ្ញាណដែលលងនៅទីនេះមិនមែនជាវិញ្ញាណធម្មតាឡើយពួកគេចូលទៅក្នុងបន្ទប់តូចមួយដែលមានធ្នើសៀវភៅចាស់បាក់បែកដាវីនដែលមានសតិនៅតែរឹងមាំជាងគេបានរុកយ៉ាងលឿនគេរកឃើញសៀវភៅកំណត់ហាត់ចាស់មួយក្បាលដែលសរសេរជាភាសាបារាំងដោយដៃញក់ញ័រវាជាកំណត់ហាត់របស់ភរិយាលោកអាណាព្យាបាលឈ្មោះម៉ាដាមទុយម៉ុងរឹតយកពិលមកឆ្លុះមើលលើសៀវភៅពេលដែលសូភីអបកញ្ចឹងករបស់គេយ៉ាងណែនដាវីនចាប់ផ្ដើមបកប្រែដោយសំឡេងខ្សោនាងព្រៃផ្សៃនោះនាងផៃនាងបានលួចដួងចិត្តប្តីខ្ញុំអស់ហើយខ្ញុំបានឃើញនាងលាក់វត្ថុនោះគឺផ្កាធំកែវដែលជាគ្រឿងអលង្ការដ៏មានតម្លៃរបស់គ្រួសារយើងនាងមានមន្តអាគមនាងជាធ្មប់ខ្ញុំនឹងធ្វើឲ្យនាងសងវិញមិនមែនត្រឹមតែដោយជីវិតនាងទេតែដោយត្បាល់របស់នាងគ្មាននរណារកនាងឃើញឡើយខ្ញុំបានគប់នាងនៅក្នុងនៅត្រង់ប្រយោគចុងក្រោយត្រូវបានកាត់ផ្ដាច់ដោយទឹកថ្នាំដែលប្រឡាក់ពេញទំព័រហាក់ដូចជាអ្នកសរសេរត្រូវបានគេរំខានដោយហិង្សាសូភីយំខ្សឹបនាងព្រៃផ្កាធំនាងផៃនាងត្រូវគេកាត់ក្បាលដាវីនសម្លឹងមើលជំវិនបន្ទប់នាងមិនមែនជាព្រៃធម្មតាទេនាងជាព្រៃដែលស្លាប់ដោយហិង្សាខូខើបំផុតស្លាប់ដោយអំពើហិង្សាគឺជាវិញ្ញាណដែលមានកំហឹងខ្លាំងបំផុតតាមជំនឿខ្មែរហើយសម្បត្តិតែបាត់នោះផ្កាធំកែវប្រហែលជាវត្ថុដែលចងនាងនៅទីនេះនាងកំពុងតែរកវាវិញភ្លាមនោះទ្វារបន្ទប់ក៏បើកយ៉ាងលឿនដោយកម្លាំងដែលមិនអាចមើលឃើញខ្យល់ដ៏ត្រជាក់បានបោកយ៉ាងខ្លាំងរហូតដល់ភ្លើងពើរបស់ពួកគេរលត់អស់ក្នុងភាពងងឹតសុនពួកគេឮសំឡេងស្រែកយំដ៏រន្ធត់លាយលំនឹងសំឡេងជើងអូសទៅលើអ៊ិតរឹតដកកមឹតហូបពោមើលចេញពីហូបពោទៅបិទទ្វារបន្ទប់បិទជិតនោះប្រហែលជារឿងទាំងអស់ចាប់ផ្ដើមចេញពីទីនោះពួកគេបានរត់ចុះតាមចន្ទើដែលងងឹតសុនទាំងសំឡេងយំរបស់នាងព្រៃកាន់តែខិតមកជិតសូភីបានរត់អលដួហើយខ្សែកបន្តងព្រះអង្គក៏បានរបួតពីកធ្លាក់ទៅលើអ៊ិតក្នុងភាពងងឹតពួកគេឃើញមានពន្លឺក្រហមឆៅពីចំណុចហោះត្រង់មករកពួកគេវាជាផ្នែករបស់ព្រៃអានេះមើលដាវីនស្រែកហើយចង្អុលទៅបន្ទប់បិទជិតនៅជាន់ទី2ទ្វារបន្ទប់នោះបានបើកចំហហើយនៅក្នុងបន្ទប់នោះគេឃើញមានគ្រែដេកមួយដែលមានមុងរហែកយ៉ាយីនៅក្រោមគ្រែមានគំនរដីថ្មីដែលទើបតែត្រូវបានជីកកកែឡើងរឹត
ដឹងថានេះជាឱកាសចុងក្រោយសម្បត្តិនៅទីនោះនាងកំពុងរកវីវិនដាវីនជួយបិទទ្វារនេះឲ្យជិតពេលដែលរឹតនឹងដាវីនព្យាយាមរួញទ្វារដែលហាក់ដូចជាមានកម្លាំងដ៏មហិមារួញច្រានពីក្នុងបន្ទប់សូភីក៏រត់ទៅយកខ្សែកវិនភ្លាមនោះរាងកាយក៏មានក្បាលរបស់នាងព្រៃផ្កាធំក៏បានបង្ហាញខ្លួនយ៉ាងពេញលេញនៅចំពីមុខសូភីនាងស្លៀករូបសួតរាយដែលមានឈាមប្រឡាក់ក្បាលរបស់នាងបាត់បង់ទៅហើយតែស្នាមដេកចាស់យ៉ាងធំនៅជុំវិញកបង្ហាញយ៉ាងច្បាស់ពីការស្លាប់ដ៏រន្ធត់របស់នាងដៃដ៏វៀងរបស់នាងបានលូតទៅចាប់កសូភីស្រែកយ៉ាងខ្លាំងហើយយកព្រះអង្គនៅនឹងដៃរបស់នាងទៅដាក់ចំពីមុខទ្រូងរបស់នាងព្រៃនាងផ្កាធំសូមអាណិតមេត្តាឃីមសូមបួងសួងឲ្យនាងបានទៅកាន់សុគតិភពមិនមែនដោយការសងសឹកទេតែដោយបុណ្យកុសលដែលឃីមឧទ្ទិសដល់នាងសូភីស្រែកទាំងសំឡេងញយដោយនឹកដល់ពាក្យដែលយាយរបស់នាងធ្លាប់បង្រៀននៅពេលដែលព្រះអង្គប៉ះនឹងទ្រូងរបស់ព្រាយរាងកាយគ្មានក្បាលនោះក៏ញ័ររន្ធត់យ៉ាងខ្លាំងហើយហាក់ដូចជាមានពន្លឺពណ៌ខៀវខ្សោយចេញពីកន្លែងដែលក្បាលនាងគួរនៅនាងបានទម្លាក់សូភីទៅលើឥដ្ឋរួចក៏បាត់ខ្លួនទៅក្នុងភាពងងឹតវិញពេលនោះដាវីនស្រែកឡើងពីក្នុងបន្ទប់រកឃើញហើយវានៅទីនេះរឹតរត់ចូលទៅក្នុងបន្ទប់ឃើញដាវីនកំពុងតែឈ្មោះដៃដោយដៃតទេគេបានចាប់វត្ថុមួយដែលមានពន្លឺពណ៌ទឹកសមុទ្រចាំងក្នុងដីវាជាផ្កាថ្មកែវពិតប្រាកដមែនតែវាមិនមែនជាគ្រឿងអលង្ការឡើយវាជាវត្ថុដ៏គួរឲ្យខ្លាចផ្កាថ្មកែវនោះត្រូវបានគេចោះទម្លុះដោយដែកស្រួចហើយមានអ្វីមួយយ៉ាងដូចជាសរសៃសុកខ្មៅរុំព័ទ្ធជុំវិញដាវីនស្រែកដោយភ័យរន្ធត់នេះមិនមែនជាគ្រឿងអលង្ការទេនេះជាត្រីវិស័យដោយចង់វិញ្ញាណពួកគេបានដាក់សក់នាងដើម្បីចង់នាងនៅទីនេះរំពេចនោះវិមានទាំងមូលក៏ចាប់ដើមញ័ររញ្ជួយយ៉ាងខ្លាំងសំឡេងគ្រហឹមពីគ្រប់ទិសទីបានលន្លឺឡើងស្រមោលខ្មៅរាប់មិនអស់បានលេចចេញពីជញ្ជាំងនាងព្រាយផ្កាថ្មបានត្រឡប់មកវិញក្នុងកំហឹងដ៏ពេញលេញលើកនេះក្បាលរបស់នាងបានលេចចេញមកនៅក្នុងរូបភាពដ៏ព្រឺព្រួចភ្នែករបស់នាងនៅតែមានពន្លឺក្រហមតែមុខរបស់នាងពោពេញទៅដោយស្នាមរបួសដ៏ធំមួយដែលហាក់ដូចជាត្រូវបានកាត់ស្បែកចិននាងមើលទៅរឹតដោយកែវភ្នែកដែលពោពេញទៅដោយការឈឺចាប់រាប់ទសវត្សរ៍ឲ្យឃីមវិញសំឡេងស្រែករបស់នាងបានបន្លឺឡើងរហូតដល់ពួកគេឈឺត្រជាក់រឹតមើលទៅសូភីដែលកំពុងតែយំហើយសម្រេចចិត្តភ្លាមនាងមិនមែនចង់បានផ្កាទេនាងចង់បានការរំដោះរឹតបានយកកាំបិតហូបមកកាប់ទៅលើផ្កាថ្មកែវនោះដោយអស់ពីកម្លាំងគ្រប់ផ្កាថ្មកែវបានបែកជាបំណែកតូចហើយពន្លឺពណ៌ខៀវស្រងាត់មួយក៏បានផ្ទុះចេញមករួមជាមួយនឹងក្លិនផ្ការាត្រីដ៏ក្រអូបដែលលែងមានភាពស្អុយឡាយឡំទៀតហើយរាងហាយរបស់នាងព្រាយក៏បានរលាយបាត់ទៅក្នុងអាកាសទុកឲ្យសល់តែសំឡេងដកដង្ហើមដ៏ធូរស្រាលមួយដែលបន្លឺចេញមកពីជញ្ជាំងវិមាននៅពេលដែលភាពរញ្ជួយបានស្ងប់ស្ងាត់ទៅវិញវាមានទាំងមូលក៏បានធ្លាក់ចូលទៅក្នុងភាពស្ងៀមស្ងាត់ដ៏រន្ធត់វីរបុរសទាំង3នាក់បានរត់ចេញពីវិមានដោយមិនងាកក្រោយឡើយទាំងទឹកភ្នែកនិងដង្ហើមដង្ហុកពួកគេមិនបានយកកាមេរ៉ាឬស័ព្ទពិសិដ្ឋទៅជាមួយឡើយពួកគេគ្រាន់តែចង់រត់ចេញពីកន្លែងបណ្ដាសានេះប៉ុន្មានថ្ងៃក្រោយមករិទ្ធបានត្រឡប់ទៅវិមាននោះវិញជាមួយនឹងប៉ូលីសវិមាននៅតែឈរត្រដែតតែហាក់ដូចជាចាស់ទ្រុឌទ្រោមខ្លាំងជាងមុនពួកគេរកឃើញសពពិសិដ្ឋនៅដដែលតែទឹកមុខដ៏ភ័យរន្ធត់របស់គេបានរលាយបាត់ហើយត្រូវជំនួសដោយទឹកមុខដែលហាក់ដូចជាបានទៅពួននៅការសម្រាកចុងក្រោយប៉ូលីសមិនអាចរកឃើញភស្តុតាងនៃឃាតកម្មឡើយក៏បិទសំណុំរឿងថាជាការស្លាប់ដោយកាំងបេះដូងដោយសារការភ័យខ្លាចខ្លាំងនៅពេលដែលភាពរញ្ជួយបានស្ងប់ស្ងាត់ទៅវិញវាមានទាំងមូលក៏បានធ្លាក់ចូលទៅក្នុងភាពស្ងៀមស្ងាត់ដ៏រន្ធត់វីរបុរសទាំង3នាក់បានរត់ចេញពីវិមានដោយមិនងាកក្រោយឡើយទាំងទឹកភ្នែកនិងដង្ហើមដង្ហុក
ពួកគេមិនបានយកកាមេរ៉ាឬសពពិសិដ្ឋទៅជាមួយឡើយពួកគេគ្រាន់តែចង់រត់ចេញពីកន្លែងបណ្ដាសានេះប៉ុន្មានថ្ងៃក្រោយមករិទ្ធបានត្រឡប់ទៅវិមាននោះវិញជាមួយនឹងប៉ូលីសវិមាននៅតែឈរត្រដែតតែហាក់ដូចជាចាស់ទ្រុឌទ្រោមខ្លាំងជាងមុនពួកគេរកឃើញសពពិសិដ្ឋនៅដដែលតែទឹកមុខដ៏ភ័យរន្ធត់របស់គេបានរលាយបាត់ហើយត្រូវជំនួសដោយទឹកមុខដែលហាក់ដូចជាបានទៅពួននៅការសម្រាកចុងក្រោយប៉ូលីសមិនអាចរកឃើញភស្តុតាងនៃឃាតកម្មឡើយក៏បិទសំណុំរឿងថាជាការស្លាប់ដោយកាំងបេះដូងដោយសារការភ័យខ្លាចខ្លាំងចំណែករិទ្ធសូភីនិងដាវីនពួកគេបានសម្រេចចិត្តថានឹងមិនប្រាប់នរណាម្នាក់អំពីរឿងរ៉ាវដែលបានកើតឡើងក្នុងវិមាននោះឡើយពួកគេដឹងថាពួកគេមិនមែនបានរត់គេចពីព្រាយកាចនោះទេតែពួកគេបានរំដោះវិមានដែលជាប់ឃុំឃាំងដោយការសងសឹកដ៏អយុត្តិធម៌ចាប់តាំងពីយប់នោះមកវិមានមរណៈបង្កកនៅតែឈរនៅទីនោះក្រោមពន្លឺព្រះច័ន្ទតែសំឡេងយំនិងក្លិនស្អុយក៏លែងលេចលឺទៀតហើយពេលខ្លះអ្នកភូមិនៅក្បែរនោះឃើញមានពន្លឺពណ៌ខៀវដ៏ស្រងាត់មួយផុសឡើងពីក្នុងវិមានតែវាជាពន្លឺដែលនាំមកនូវភាពស្ងៀមស្ងាត់មិនមែនជាភាពភ័យរន្ធត់ឡើយព្រោះបណ្ដាសានៃនាងព្រាយផ្កាធរត្រូវបានរលត់ហើយតែមេរៀននៃភាពខួរកោររបស់មនុស្សនិងការជាប់ជំពាក់នៃវិញ្ញាណនៅតែស្ថិតស្ថេររហូតមក